នៅស្រុកគេបងអូនវាមិនងាយស្រួលទេហើយបើយើងចង់ញ៉ាំប្រហុកអីតើតែយើងនឹងខ្ចប់មកដាក់ទុកញ៉ាំអញ្ចឹងណាដូចនៅអាមេរិកនេះបងអូនមិនងាយដើរទិញទេព្រោះអីខ្លះនៅស្តូរខ្លះគឺឆ្ងាយមែនតើនាំជិះទៅដល់ទៅទិញមកហ្នឹងហើយដូចខ្ញុំនេះស្រួលដែរបងអូនមិននឿយទិញទេប្រហុកក៏ម៉ែខ្ញុំក៏ធ្វើហើយក៏រកយកតែត្រីល្អអញ្ចឹងណាមើលតែមកកំប៉ុងនោះទៅបងអូនអើយត្រីផ្ទុកសាច់សុទ្ធម៉ែខ្ញុំក៏វះយកតែសាច់ឲ្យធ្វើប្រហុកណាហើយបន្ទាប់មកបងថ្លៃខ្ញុំមកអញ្ចឹងគាត់កិនឲ្យកិនមកបងអូននៅស្រួលមែនតើហើយឆ្ងាញ់បងអូនខ្ញុំចូលចិត្តមែនតើហើយនៅអាមេរិកនេះដែរបងអូនប្រហុកថ្លៃមិនតិចទេគេដាក់កូនកៅគឺថ្លៃមែនតើហ្មងណាចឹងបានថាបងដែលទៅលេងខ្មែរអីវិចប្រហុកវិចអីមកហ្នឹងដោយសារតែយើងសំចៃមកផ្នែកដែរចាព្រោះអីនៅស្រុកអាមេរិកនេះគឺថ្លៃស្អីក៏ថ្លៃដែរដឹងហើយថារកលុយវាបានច្រើនពិតមែនតែយើងចំណាយក៏អស់ច្រើនដូចគ្នាហើយចាគឺមានម្សិតអីគេមានឆ្នាំងចំហុយនេះគឺអេមស្រែមតែម្ដងចាប្តីខ្ញុំចេះទិញតាំងពីខ្ញុំមិនទាន់មកបងអូនទិញទុកឲ្យប្រពន្ធធ្វើម្ហូបធ្វើអីចំហុយអីចឹងទៅពេលខ្ញុំបានមកស្រួលបងអូនឃើញអត់នេះដាក់ចំហុយមកភ្លាតឡើងប៉ោងខ្សលដូចថ្នោតឥឡូវខូចសម្រស់អស់ហើយខ្ញុំកាយវាឲ្យវាឆ្អិនបងអូនអើយជើញឆ្ងាញ់ជាមួយខ្ញុំចូលចិត្តបងអូនកុំភ្លេច follow like comment